Ôiបងប្អូនអើយបុកល្ហុងក្តាប់អំពិលបែបរសជាតិហឹរដាក់មួយម៉ាត់ទៅឡើងស្វាងហ្មងចឹងវីដេអូនេះសម្រាប់បងប្អូនដែលចូលចិត្តហឹរចូលមកអត់ខុសទេហើយវិធីធ្វើអីក៏ងាយដែរអត់ពិបាកអីមិនតិចហ្មងណាបុកល្ហុងក្តាប់អំពិលបែបស្រុកស្រែប៉ុន្តែខ្ញុំប្រើជាមួយនឹងកាពិប្រហុកហើយខ្ញុំប្រើជាមួយនឹងម្ទេសក្រៀមក្រហមនឹងក្រហមហឹរបងប្អូនតាសុំធីមបែបចូលចិត្តហឹរចូលមកអត់ខុសទេសម្រាប់គ្រឿងផ្សំមានក្រូចឆ្មាខ្ទឹមសម្ទេសស្រស់ខៀវក្រហមហើយជាមួយនឹងក្តាប់អំពិលហើយមានទឹកត្រីស្ករប៊ីចេងជាមួយនឹងស្ករត្នោតល្ហុងបងប្អូនចូលចិត្តឈូសបែបណាបងប្អូនធ្វើបែបហ្នឹងទៅណាហើយជាមួយនឹងជីនាងវងផងដែរអញ្ចឹងបន្ទាប់មកទៀតយើងមកបុកជាមួយនឹងគ្រឿងខ្ទឹមសជាមួយម្ទេសស្រស់ហើយកាពិប្រហុកជាមួយនឹងក្តាប់អំពិលម្ទេសក្រៀមហ្នឹងហឹរណាបងប្អូនយកទៅបុកឲ្យចូលគ្នាទៅគ្រឿងក្រៅបងប្អូនដាក់បន្តទៅបងប្អូននេះបុកអញ្ចឹងហើយយើងក៏ដាក់ជាមួយនឹងប្រហុកកាពិអីបុកឲ្យវាចូលសព្វសាច់ទៅដើម្បីឲ្យប្រហុកជាមួយនឹងកាពិយើងវាមានក្លិនឈ្ងុយជាប់នឹងគ្រឿងតែម្ដងបន្ទាប់មកទៀតយើងក៏ដាក់ជាមួយនឹងក្តាប់អំពិលចូលមកបងប្អូនបុកកុំឲ្យម៉ត់ពេកក្តាប់អំពិលបុកមកល្មមបើវានៅរៀងដុំពេលដែលយើងហូបទៅវាប៉ះម្ដុំខាំមកជ្រិបជូរជាតិហ่าបន្ទាប់មកទៀតយើងក៏ផ្សំជាមួយនឹងគ្រឿងក្រៅរបស់យើងទៅបងប្អូនមានស្ករត្នោតមានប៊ីចេងទឹកត្រីស្ករសណាហើយបងប្អូនផ្សំហើយច្បាច់ជាមួយនឹងក្រូចឆ្មាទៅបន្តទៅលាយឲ្យចូលសព្វគ្រឿងហើយយើងចាប់ដើមភ្លុកមើលទៅបងប្អូនឃើញថាខ្វះជាមួយនឹងរសជាតិមួយណាបងប្អូនថែមទៅនេះខ្ញុំខ្វះជាតិផ្អែមហើយជាតិរៀងប្រៃចឹងខ្ញុំថែមតាមនឹងទៀតព្រោះអីរសជាតិវាត្រូវតែដិតជូរផ្អែមហឹរអញ្ចឹងណាបងប្អូនប្រៃអញ្ចឹងទៅនេះបុកចូលជាមួយនឹងល្ហុងបន្តទៅបងប្អូនជ្រុំវាឲ្យសព្វទៅហើយខ្ញុំអត់បានទិញបន្លែមកទេបងប្អូនអើយបើហូបជាមួយបន្លែទៀតរត់ត្រូវមានស្ពៃបកគោមកត្រួយកធំថេតជាមួយនឹងតសក់អីហ្នឹងហើយនឹងជាមួយនឹងត្រួយនេះកតួតអូត្រូវខ្លាំងហ្មងរសជាតិរៀងដិតអញ្ចឹងណាហើយបើបានជាមួយនឹងនំបញ្ចុកទៀតអូយរត់តែអេមក្រហមហឹរដាក់មួយម៉ាត់ស្វាងហ្មងតំណងណា